បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំបាទបានមកធ្វើដំណើរមកកាន់ប្រាសាទមួយបាទប្រាសាទនេះមានឈ្មោះថាប្រាសាទដូនម៉ៅបងប្អូនបាទផ្លូវចូលគឺនៅទល់មុខនឹងប្រាសាទតាកែវតែម្ដងបងប្អូនបាទទៅធ្វើដំណើរទៅទិសខាងកើតហើយប្រាសាទនេះនៅនឹងទំនប់នៃបារាយណ៍ខាងកើតប៉ែកខាងលិចតែម្ដងបងប្អូនអញ្ចឹងសូមបងប្អូនទៅចូលរួមទស្សនាជាមួយខ្ញុំហើយយើងដើរចូលទៅខាងក្នុងទាំងអស់គ្នាបងប្អូនបាទយើងដើរចូលតាមផ្លូវនេះណាបាទឥឡូវនេះយើងធ្វើដំណើរទៅតាមផ្លូវនេះបងប្អូនគឺឆ្ងាយដែរប្រហែលជាខ្ទង់200ម៉ែត្របងប្អូនបានជាដល់ប្រាសាទយាយម៉ៅហ្នឹងបងប្អូនបាទហើយផ្លូវឆ្ពោះទៅកាន់ប្រាសាទយាយម៉ៅនេះយើងឃើញមានសិតតែព្រៃហើយដើមឈើធំតែម្ដងបងប្អូនអើយគឺមលប់ចោលមលប់ទៅឈឹងទៅឆៃស្រស់ស្អាតខ្លាំងមែនទែនទៅពេលព្រឹកថ្មនេះបងប្អូនបាទបងប្អូនស្គាល់អត់ប្រាសាទយាយម៉ៅដែលឮឈ្មោះទេប្រាសាទយាយម៉ៅកាលដើមឡើយគឺមានផ្លូវលំហ្នឹងគឺមានយូរហើយគ្រាន់ថាវាលក្ខណៈផ្លូវតូចហើយយើងមើលអត់សូវចាប់អារម្មណ៍យើងអត់ដឹងទេអត់ដឹងថាមានផ្លូវទៅកាន់ប្រាសាទនៅខាងក្នុងមានប្រាសាទឈ្មោះប្រាសាទយាយម៉ៅហ្នឹងទេបងប្អូនតតាក្រោយនេះមកគេអភិវឌ្ឍអាជ្ញាធរអប្សរាគាត់បានធ្វើផ្លូវយ៉ាងធំតែម្ដងបងប្អូនបាទមិនមែនធ្វើផ្លូវគ្រាន់ថាត្រួសត្រាយជាផ្លូវមើលទៅយើងដឹងថាអូនេះផ្លូវទៅកាន់ប្រាសាទយាយម៉ៅអញ្ចឹងគេទៅដាក់ស្លាកខ្ញុំដាក់ស្លាកថាប្រាសាទយាយម៉ៅប្រាសាទយាយម៉ៅអញ្ចឹងណាបងប្អូនបាទអញ្ចឹងយើងទៅទស្សនាទាំងអស់គ្នាបាទយើងជិះតាមផ្លូវវងតូចហ្នឹងឯងបងប្អូនបាទគឺផ្លូវវងតូចហ្នឹងគឺនៅទល់មុខនឹងប្រាសាទតាកែវហ្នឹងឯងបងប្អូនបាទផ្លូវនេះយើងឃើញអ្នកភូមិអ្នកស្រុកនៅកន្លែងនេះគាត់ជិះម៉ូតូទៅកាន់ផ្ទះរបស់គាត់គឺផ្លូវកាត់បងប្អូនបាទគឺផ្លូវកាត់ចូលតាមនឹងបានបងប្អូនបាទឃើញម៉ូតូអ្នកស្រុកគាត់បានជិះចេញចូលតាមនឹងច្រើនចឹងប្រាសាទយាយម៉ៅនេះគឺនៅនឹងមាត់នៅលើនឹងខ្នងទំនប់នៃបារាយណ៍ខាងកើតតែប៉ែកខាងលិចហ្នឹងបងប្អូនបាទចឹងបារាយណ៍ខាងកើតយើងដឹងហើយគឺត្រូវបានសាងសង់នៅក្នុងឆ្នាំ900ក្នុងរជ្ជកាលរបស់ព្រះបាទយសោវរ្ម័នទី1បងប្អូនបាទគឺបារាយណ៍ខាងកើតសម្រាប់ផ្ទុកទឹកសម្រាប់ធ្វើកសិកម្មក៏ដូចជាជំនឿក្នុងព្រហ្មញ្ញសាសនាផងដែរជាប្រយោជន៍សម្រាប់ធ្វើពិធីនៅក្នុងសាសនាផងដែរបាទគឺសាសនាព្រហ្មញ្ញសាសនាបងប្អូនបាទចិត្តដល់បងប្អូនបាទចិត្តដល់ហើយណាចិត្តដល់ប្រាសាទយាយម៉ៅហើយជំរឿប្រាសាទយាយម៉ៅនឹងមានរូបរាងយ៉ាងម៉េចហើយកសាងអំពីថ្មប្រភេទអីបាទហើយនៅត្រង់ណាបងប្អូនហើយមានសភាពបែបណានៅក្នុងបច្ចុប្បន្ននេះនៅបន្សល់អីខ្លះបងប្អូនបាទឥឡូវយើងមកដល់ហើយបងប្អូននោះប្រាសាទយើងឃើញហើយគឺប្រាសាទតូចមួយទេបងប្អូនគឺអត់ជាធំដុំអីប្រហែលទេគឺកសាងអំពីថ្មបាយក្រៀមបងប្អូនបាទកសាងអំពីថ្មបាយក្រៀមបាទនៅលើទីទួលឬក៏នៅលើខ្នងទំនប់បារាយណ៍ខាងកើតប៉ែកខាងលិចនេះតែម្ដងបងប្អូនបាទនេះប្រាសាទយាយម៉ៅបងប្អូនគឺប្រាសាទតូចមួយតែកសាងអំពីថ្មបាយក្រៀមបងប្អូនបាទឥឡូវយើងឡើងទៅទស្សនាទាំងអស់គ្នាបន្តិចទៅបងប្អូនប្រាសាទនេះតូចតែបងប្អូនគឺមិនធំដុំអីទេគឺតូចទេបាទនៅលើខ្នងទំនប់បារាយណ៍ប៉ែកខាងលិចបារាយណ៍ខាងកើតប៉ែកខាងលិចកសាងអំពីថ្មបាយក្រៀមបងប្អូននេះគេហៅថាប្រាសាទយាយម៉ៅបងប្អូននេះបងប្អូនប្រាសាទយាយម៉ៅបាទគឺនៅលើខ្នងទំនប់បារាយណ៍ខាងកើតប៉ែកខាងលិចតែម្ដងគឺជ្រុងទិសនិរដីបងប្អូនបាទជ្រុងទិសនិរដី
បាក់អស់ហើយបងប្អូនជាកពូលប៉ុន្តែជាប្រាងប៉ុន្តែបាក់អស់ហើយបងប្អូនអើយបាក់អស់ហើយនៅសល់តែគ្រឹះទេណាកពូលអត់មានទេបាក់អស់ហើយនេះប្រាសាទយាយម៉ៅបងប្អូនប្រាសាទនេះមានឈ្មោះថាប្រាសាទយាយម៉ៅហើយយើងឃើញតែកសាងអំពីថ្មបាយក្រៀមឯងបងប្អូនអើយបាននៅទិសនិដីនៃបារាយនៃខ្នងទំនប់បារាយខាងកើតបងប្អូនបាទហើយនេះគឺជាខ្នងទំនប់បារាយខាងកើតប៉ែកខាងលិចបងប្អូនបាទគឺនៅសល់ស្លាកស្នាមនៅឡើយបងប្អូនបាទចឹងចាំបន្តិចទៀតយើងនឹងធ្វើដំណើរនៅលើខ្នងទំនប់បារាយនេះឆ្ពោះទៅទិសខាងជើងទៀតបងប្អូនបាទទៅកាន់គេហៅថាកន្លែងផែបាទដោយផែបុរាណណាបាទផែបុរាណឬក៏មាត់ទឹកចដាលដែលចុះទៅកាន់ទឹកក្នុងបារាយបងប្អូនបាទតិចបងប្អូនអត់ដឹងថានៅក្នុងខេត្តសៀមរាបមានបារាយសម្រាប់ផ្ទុកទឹកប្រាចំនួនធំនោះមានចំនួនប្រមាណបងប្អូនគឺនៅតំបន់អង្គររាជធានីអង្គរហ្នឹងគឺយើងមានបារាយស្តុកទឹកដ៏ធំចំនួន2គឺនៅគេហៅបារាយខាងកើតនេះមួយបាទបារាយខាងកើតនេះមួយហើយបារាយខាងលិចមួយបងប្អូនបាទបារាយខាងកើតនេះបារាយខាងកើតនេះគឺនេះខាងនេះគឺជាទំនប់បារាយខាងកើតតែប៉ែកខាងលិចបងប្អូនគឺនៅបើយើងនិយាយមកគឺយើងចុះពីប្រាសាទតាកែវបាទប្រាសាទតាកែវមកទិសខាងកើតតែបន្តិចមកបាទប្រហែលជា500ម៉ែត្រពីប្រាសាទតាកែវមកនឹងដល់ទំនប់បារាយខាងកើតហើយបងប្អូនបាទហើយបារាយខាងកើតនេះបងប្អូនដឹងអត់គឺដែលមានភូមិព្រះដាក់មានឈ្មោះថាភូមិព្រះដាក់នៅចំកដាលថ្ងៃហ្នឹងបងប្អូនគឺត្រង់ហ្នឹងគឺជាបារាយខាងកើតទេណាបងប្អូនបាទតិចអត់ដឹងបាទហើយមានប្រាសាទមេបុនខាងកើតហ្នឹងគឺនៅចំចំណុចកដាលហ្នឹងផងដែរបាទអញ្ចឹងប្រាសាទមេបុនខាងកើតហ្នឹងគឺស្ថិតនៅចំបារាយនៅកដាលបារាយខាងកើតហ្នឹងតែម្ដងបងប្អូនបាទនេះខ្ញុំកំពុងតែឥឡូវនេះខ្ញុំកំពុងតែដើរលើខ្នងទំនប់បារាយខាងកើតប៉ែកខាងលិចបងប្អូនបាទបងប្អូនឥឡូវយើងបងប្អូនឥឡូវខ្ញុំបានមកដល់កន្លែងរៀនហាលកលឺឬក៏ផ្លូវជីចិន្តាចុះទៅកាន់បារាយបងប្អូនបាទគឺនេះឥឡូវចាំខ្ញុំនឹងនាំបងប្អូនមើលកន្លែងហ្នឹងព្រោះថាភាគច្រើនអត់ស្គាល់ទេបងប្អូនអត់ដឹងថាផែឬក៏ជាដើរចុះទៅបារាយខាងកើតហ្នឹងនៅត្រង់ណាប៉ែកខាងលិចបងប្អូនបាទនេះឥឡូវយើងមកដល់ហើយណាបាទដល់ហើយនេះបងប្អូនណាសិតតែថ្មបងប្អូនឃើញទេសិតតែថ្មនៅពេញហ្នឹងនេះគឺជារៀនហាលដូចជាគេហៅថាចដាលបាទជាចដាលចុះទៅកាន់បារាយបងប្អូនបាទនេះបងប្អូនសិតតែថ្មណាបាទសិតតែថ្មដូចជាប្រកាន់ដៃខឿនអីចឹងបងប្អូនបាទនេះបងប្អូនបាទអញ្ចឹងបើនៅខាងប៉ែកខាងត្បូងហ្នឹងគឺមានប្រាសាទតាកែវបងប្អូនហើយទៅខាងជើងទៅនឹងដល់ប្រាសាទគេហៅប្រាសាទអីចេះផ្លេចបាត់ហើយបងប្អូនបាទប្រាសាទតាណីបងប្អូនប្រាសាទតាណីបងប្អូនបាទនេះគឺជារៀនហាលដែលចុះទៅកាន់បារាយខាងកើតបងប្អូនបាទហើយយើងឃើញមានផ្លូវនេះមួយបាទផ្លូវនេះគឺជាផ្លូវបុរាណហើយបាទផ្លូវបុរាណនេះគឺបើយើងបត់ទៅខាងស្ដាំទៅយើងធ្វើដំណើរបត់ទៅខាងស្ដាំគឺទៅប្រាសាទតាណីហើយទៅខាងឆ្វេងគឺបត់ទៅខាងប្រាសាទតាកែឬក៏ប្រាសាទតាព្រំអីយ៉ាងបងប្អូនបាទអញ្ចឹងបាទបងប្អូនយើងឡើងទៅទាំងអស់គ្នាឡើងមើលទាំងអស់គ្នាបងប្អូនណាបាទឡើងតាមនេះបាទកន្លែងនេះគឺជារៀនហាលមួយយ៉ាងធំបងប្អូនបាទរៀនហាលមួយយ៉ាងធំបាទមិនមែនតូចទេប៉ុន្តែត្រូវបានបាក់បែកទៅព្រោះថា
បារាយខាងកើតនេះសាងសង់តាំងពីឆ្នាំ900ម៉ែបងប្អូននៅក្នុងរជ្ជកាលរបស់ព្រះបាទយសោវរ្ម័នទី1បងប្អូនបាទនេះបាក់បាយអស់ហើយបងប្អូនណាចឹងវាជាង1000ឆ្នាំទៅហើយបងប្អូននៅកន្លែងនេះណាបងប្អូនចឹងបងប្អូនអាចមកទស្សនាឬក៏មកកំសាន្តលេងបានណាបងប្អូនគឺយើងធ្វើដំណើរមកកាន់វងធំហើយមកដល់មុខប្រាសាទតាកែវបងប្អូនមុខប្រាសាទតាកែវបែរខាងកើតហ្នឹងបងប្អូនដើរមកខាងកើតមកនឹងឃើញដំបូងយើងឃើញប្រាសាទយាម៉ៅនឹងអញហើយយើងមើលមកខាងមកដល់ប្រាសាទយាម៉ៅយើងមើលមកខាងជើងបាទនឹងឃើញខ្នងទំនប់បារាយនឹងហើយបងប្អូនហើយនឹងមកដល់កន្លែងនេះបងប្អូនបាទនេះឥឡូវយើងឃើញថាអាញាធរអប្សរាគាត់កំពុងតែជួសជុលឡើងវិញបងប្អូនឃើញមានដាក់តោឲ្យឡើងវិញបងប្អូនបាទនេះបងប្អូនជាចដើបងប្អូនឃើញទេនេះធ្វើដែលសាងសង់អំពីថ្មបាយក្រៀមបងប្អូនហើយនៅលើដុំថ្មនីមួយៗហ្នឹងមានក្បាច់ចម្លាក់ដ៏ស្រស់ផូរផង់គឺនៅស្រស់ស្អាតនៅឡើយទេបងប្អូនបាទនៅស្រស់ស្អាតនៅឡើយទេនេះបងប្អូនឃើញទេនេះចម្លាក់ផ្កាភ្ញីបាទនៅលើដុំថ្មនីមួយៗហ្នឹងមានក្បាច់ជាត្របកផ្កាឈូកបាទហើយនឹងផ្កាច័ន្ទបងប្អូននេះគឺនៅចម្លាក់គឺនៅស្អាតបងប្អូននៅលើដុំថ្មហ្នឹងណាបាទហើយយើងឃើញអាញាធរគាត់បានដាក់តាំងនៅតោឡើងវិញបងប្អូននេះប៉ុន្តែតោនេះបាត់ក្បាលបាត់ហើយដាច់ក្បាលបាត់ហើយបាទហើយនៅខាងនោះយើងឃើញថានៅមានក្បាលហើយតែដងខ្លួនហ្នឹងត្រូវបានប៉ះបើថ្មថ្មីឡើងវិញណាបងប្អូនបាទនេះគឺតោរៀងស្អាតត្មងបងប្អូនបាទប៉ុន្តែត្រូវបាក់បែកឥឡូវត្រូវបានជួសជុលឡើងវិញបងប្អូនបាទបាទបងប្អូនឃើញទេនេះចដាចោះទៅកាន់ទឹកនៅក្នុងបារាយហ្នឹងបងប្អូនបាទប៉ុន្តែនៅរដូវប្រាំងនេះយើងដឹងហើយបារាយខាងកើតបានត្រូវគោករះអស់ហើយបច្ចុប្បន្ននេះក៏បានคล้ายទៅជាវាលស្រែសម្រាប់អ្នកភូមិអ្នកស្រុកធ្វើប្រកបអាជីវកម្មទៅហើយបងប្អូនបាទគឺរីងរះអស់ទៅហើយបាទហើយនៅក្នុងបារាយប៉ែកកដាលនេះគឺคล้ายជាវាលស្រែហើយនឹងមានភូមិមួយដែលមានឈ្មោះថាភូមិព្រះដាក់បងប្អូនបាទយើងដឹងភូមិព្រះដាក់ណាហើយនៅជុំវិញតាមទំនប់ហ្នឹងគឺមានព្រៃបាទមានព្រៃដុះជុំចិត្តដើមឈើធំតែម្ដងបងប្អូនដែរឥឡូវខ្ញុំថតពីទិសខាងកើតទៅវិញបងប្អូននេះគឺជាផែឬក៏ជារានហាលដែលត្រូវចុះមកកាន់បារាយខាងកើតនឹងឯងបងប្អូនដែរតែបារាយតែខាងនេះគឺប៉ែកខាងលិចទេបងប្អូនប៉ែកខាងលិចបាទនៃបារាយខាងកើតចឹងឃើញទំនប់ខាងកើតនៃបារាយខាងកើតហ្នឹងគឺស្ថិតនៅខាងកើតភូមិបដាក់គឺផ្លូវទៅកាន់ប្រាសាទបន្ទាយសម្រែបងប្អូននឹងឃើញមាននៅលើក្នុងទំនប់ប៉ែកខាងកើតហ្នឹងគឺមានទៅខាងជើងនៃជ្រុងហ្នឹងគឺទិសឦសានហ្នឹងមានប្រាសាទមួយទៀតគឺមានឈ្មោះថាប្រាសាទតោបងប្អូនបាទហើយក៏មានបុរាណស្ថានជាច្រើនបាទនៅតាមទំនប់ប៉ែកខាងកើតហ្នឹងបងប្អូនបាទនេះជាចដាចុះឬក៏ជាចដាឡើងបងប្អូនបាទអញ្ចឹងមានសភាពនៅល្អក្រនបើដែរណាបងប្អូនដោយសារតែអាញាធរគាត់បានជួសជុលឡើងវិញបងប្អូនបាទពុកម៉ែបងប្អូនបាទការរៀបរាប់ក៏ដូចជាការផ្ដិតរូបភាពអំពីប្រាសាទយាយម៉ៅក៏ដូចជាខ្នងទំនប់បារាយខាងកើតប៉ែកខាងលិចរបស់ខ្ញុំបាទនៅពេលនេះគឺដល់ទីបញ្ចប់ហើយបងប្អូនបាទចុងក្រោយក៏សូមអរគុណនិងសូមជូនពរបងប្អូនដែលបានទទួលសេចក្តីសុខចម្រុងចម្រើនរួចចាកផុតពីទុក្ខសោកឬក៏រោគាព្យាធិទាំងឡាយបងប្អូនបាទហើយទទួលបាននៅសេរីសុខស្តីជោគជ័យគ្រប់ភារកិច្ចគ្រប់គ្នាបាទអរគុណជួបគ្នានៅវីដេអូបន្ទាប់ទៀតបងប្អូនបាទ